รูปนี้មកប្អូនទាំងអស់គ្នាមើលមកធម្មតាតែមិនធម្មតាជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបានតែឃើញក្បាលវីដេអូមិញបងប្អូនខ្លះក៏បានស្គាល់ហើយថារូបនេះជារូបអីហើយរូបនេះគឺជាការសាក់បែបខ្មែរដែល design ដោយជាងស្មៅពាក់ព័ន្ធជាមួយនឹងសត្វគុជអាស័យសត្វគុជអាស័យនេះគឺជាសត្វម្យ៉ាងដែលមានអំណាចនិងមានកម្លាំងខ្លាំងហើយសត្វគុជអាស័យនេះវាស្រដៀងទៅនឹងសត្វរីកអាស័យដែរខុសត្រង់តែសត្វគុជអាស័យនេះវាមានប្រម៉ោយអាចពំយកគុជបានណាសម្រាប់ការសាក់នេះគាត់ធ្វើ2ដងដោយសារតែបងប្រុសគាត់មានភារកិច្ចអញ្ចឹងយើងធ្វើ2ដងទើបហើយក៏បានបន្ថែមជាមួយនឹងការសាក់ដៃបំបត្តិស្នាមជាក្បាច់ខ្មែរនិងរូបអង្គរវត្តនៅនឹងកការសាក់នៅលើដៃនេះគឺយើង design ចេញពីប្រាសាទប្រទីស្រីនិងរូបនៅលើខ្នងគាត់នេះគឺយើងសាក់ជារូបអង្គរវត្តហើយអ្នកទាំងគ្នាបានដឹងហើយថារូបអង្គរវត្តមានន័យបែបម៉េចសម្រាប់ការសាក់3